ឥឡូវនិយាយដោយត្រង់ប្រទេសថៃមានបញ្ហាគ្រប់ប្រទេសទាំងអស់ជាប់ជិតខាងព្រំដែនកម្ពុជាត្រូវបានបិទក្រោយគេទេព្រំដែនជាមួយម៉ាឡេស៊ីក៏មានបញ្ហាឥឡូវម៉ាឡេស៊ីប្រុសធ្វើលបងដើម្បីទប់ស្កាត់គ្រឿងញៀនព្រំដែនជាមួយភូមិម៉ៃយ៉ាម៉ាព្រំដែនជាមួយឡាវសុទ្ធតែមានបញ្ហានៅសល់ព្រំដែនកម្ពុជាឥឡូវត្រូវបានបិទជាឯកតោភាគីហើយខ្ញុំសង្ឃឹមថានឹងមាននាយករដ្ឋមន្ត្រីថ្មីមួយឡើងមកកែសម្រួលទំនាក់ទំនងនេះហើយយើងត្រៀមខ្លួននឹងធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីក្រោយទៀតយើងមិនជឿជ័យចូលកិច្ចការផ្ទៃក្នុងថៃទេក៏ប៉ុន្តែខ្ញុំដឹងថាតម្រូវការរបស់ប្រជាជនថៃនៅពេលនេះក៏ត្រូវការមានមេដឹកនាំថ្មីដែរនេះមិនមែនជាខ្ញុំជឿជ័យទេហើយខ្ញុំដាក់បង្ហោះសារដោយសារតែខ្ញុំបង្ហោះសារសាកល្បងអំពីកូនខ្ញុំក្បាលតាពេកនេះវាជាឧបនាយករដ្ឋមន្ត្រីហើយជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអត្តលេខរបស់វានៅតែហ៊ានឥឡូវគេពាក់ផ្កាយ3ផ្កាយ4វានៅពាក់សាក់5ទេប៉ុន្តែវាមិនព្រមពាក់ចឹងបានខ្ញុំបង្ហោះបងប្អូន3នាក់មួយធ្វើនាយករដ្ឋមន្ត្រីនោះវាពាក់អាវទាហានមួយទៀតគឺទាហានអានោះទាហានខាងមេចារកម្មនឹងមេបញ្ជាការកងទ័ពជើងគោកហើយមួយទៀតគឺក្បាលតាពេកតែឯងនេះអញ្ចឹងខ្ញុំបង្ហោះសារលេងទៅថាពីរនេះមានសក់តែមានមួកពាក់ហើយមួយទៀតអត់សក់តែអត់មួកពាក់ទៀតណាស្រាប់តែវាចូលមកវាមកចូលសម្រុកជេរក្នុង Facebook របស់ខ្ញុំតែម្ដងអញ្ចឹងបានខ្ញុំនិយាយទៅវិញថាតាមការស្មានរបស់ខ្ញុំយ៉ាងប្រហែលជា3ខែកមុខនឹងមាននាយករដ្ឋមន្ត្រីថ្មីឥឡូវចាំមើលបើខ្ញុំទាយខុសអានឹងទុកចោលចោះចាត់ទុកតែខ្ញុំខុសប៉ុន្តែប្រហែលជាមិនខុសទេតុលាការធម្មនុញ្ញឬក៏ក្នុងសភារបស់ថៃគេមិនអនុញ្ញាតឲ្យមនុស្សបែបនេះដឹកនាំប្រទេសទេហើយកងទ័ពក៏មិនដឹងថាតើនាយករដ្ឋមន្ត្រីមានអំណាចឬក៏កងទ័ពមានអំណាចយើងអត់ដឹងដល់ណាទេហើយយើងគោរពនៅការសម្រេចចិត្តរបស់ប្រជាជនថៃយើងអត់ជឿជ័យប៉ុន្តែគេហាក់ដូចជាជ្រុលពេកហើយសូម្បីតែ Facebook របស់ខ្ញុំប្រកបហេតុខ្ញុំមកសួរសុខទុក្ខកងទ័ពមកថាខ្ញុំនឹងដកតំណែងអគ្គបញ្ជាការទ័ពហើយធ្វើអគ្គបញ្ជាការទ័ពដែរខ្លួនឯងដើម្បីវាយថៃគ្រប់គ្រងព័ត៌មានខ្លួនឯងអត់បានទេដោយខ្ញុំនិយាយចឹងខ្ញុំជាអ្នកតែងតាំងមេទ័ពខ្ញុំជាអ្នករៀបចំនិយាយតាមមួយបែបទៅណាក្នុងឋានៈជាប្រធានគណៈបកកណ្ដាលអំណាចខ្ញុំមានសិទ្ធិនឹងរៀបចំជាមួយនឹងនាយករដ្ឋមន្ត្រីពេលមុនខ្ញុំធ្វើនាយករដ្ឋមន្ត្រីផងធ្វើជាប្រធានបកផងខ្ញុំធ្វើគ្រប់តែឥឡូវអំណាចតែងតាំងគឺស្ថិតនៅលើនាយករដ្ឋមន្ត្រីក៏ប៉ុន្តែត្រូវបានពិគ្រោះយោបល់ជាមួយនឹងប្រធានគណៈបកកណ្ដាលអ្នកណាឈរជាសមាជិកសភាអ្នកណាឈរជាសមាជិកព្រឹទ្ធសភាត្រូវប្រធានគណៈបកកណ្ដាលសូម្បីតែសំណើតែងតាំងនាយករដ្ឋមន្ត្រីគឺប្រធានគណៈបកកណ្ដាលខ្ញុំជាអ្នកស្នើតែងតាំងនាយករដ្ឋមន្ត្រីនេះរដ្ឋធម្មនុញ្ញតម្រូវបែបនោះ